ព័ត៌មានជាថ្ងៃទី15មិថុនារដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស Online Scams និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញខណៈចុះត្រួតពិនិត្យតាមទីតាំងសង្ស័យ Online Scams និងត្រួតពិនិត្យនិងបង្ក្រាបទីតាំងស្តុកទុកនិងចែកចាយផលិតផលបង្កកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនាថ្ងៃទី15ខែមិថុនាឆ្នាំ2026ម្សិលមិញនេះក្រុមការងាររកមិនឃើញមានបទល្មើស Online Scams និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ឡើយលោកស្រីដោសំភ័សនាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនាព្រឹកថ្ងៃទី17ខែមិថុនានេះថានៅថ្ងៃទី16ខែមិថុនាឆ្នាំ2026គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូអាផាតមិនបូរីផ្ទះសំណាក់និងសន្តាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោះសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសច្បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសរុបចំនួន76ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន522នាក់ស្រី178នាក់មានលិខិតឆ្លងដែនត្រឹមត្រូវនិងពុំបានឃើញមានបទល្មើសច្បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឡើយលោកស្រីដោសំភ័សក៏បានបញ្ជាក់ផងដែរថាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្នុងថ្ងៃដែលនេះក៏បានដឹកនាំរដ្ឋបាលខណ្ឌទាំង14សហការជាមួយកម្លាំងអង្គភាពជំនាញចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបទីតាំងស្តុកទុកនិងចែកចាយផលិតផលបង្កកនៅតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញបានចំនួន8ទីតាំងប៉ុន្តែពុំរកឃើញករណីស្តុកទុកឬចែកចាយផលិតថៃខុសច្បាប់ទេនៅថ្ងៃទី2ខែមិថុនាប្រទេសកម្ពុជាបានផ្ដួចផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS យើងធ្វើដូច្នេះដើម្បីការពារអធិបតេយ្យឲ្យភាពជាតិនិងសិទ្ធិសមុទ្ររបស់យើងបន្ទាប់ពីថៃបានដកខ្លួនចេញដោយឯកតោភាគីពីអនុរណៈយោគយល់គ្នាទ្វេភាគីដែលមានអាយុកាល25ឆ្នាំមកហើយអនុរណៈនៃការយោគយល់គ្នានោះមានបំណងសម្រួលដល់កិច្ចព្រមព្រៀងស្តីពីកន្លែងដែរប្រទេសយើងទាំងពីរគួរតែគូសព្រំដែនសមុទ្រនិងពីរបៀបយើងគួរចែករំលែកកំណប់ព្រេងនិងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃជាមួយគ្នាតាំងពីនោះមកថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំរបស់ UNCLOS នេះគឺជាជំហានវិជ្ជមាននិងគួរឲ្យស្វាគមន៍មួយទោះជាយ៉ាងណាក៏ដោយសារៈសំខាន់នៃពេលវេលានេះគឺធំជាងជម្លោះរវាងប្រទេសទាំងពីរដោយវាផ្ដល់ឲ្យយើងទាំងអស់គ្នានូវឱកាសដើម្បីបោះជំហានរួមគ្នានៅកម្រិតអន្តរជាតិតំបន់និងមូលដ្ឋានទី1វាគឺជាឱកាសមួយសម្រាប់សហគមន៍អន្តរជាតិទាំងមហាអំណាចពាក់កណ្ដាលមហាអំណាចនិងរដ្ឋតូចដូចគ្នាឲ្យមើលឃើញថាច្បាប់អន្តរជាតិមានប្រសិទ្ធភាពក្នុងការអនុវត្តហើយក្នុងពេលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រវានឹងគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធីក្រោមជំនួយរបស់អង្គការសហប្រជាជាតិស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ភូភាគីស្ថិតនៅក្រោមសម្ពាធទី2វាគឺជាឱកាសមួយសម្រាប់សហគមន៍អាស៊ានដើម្បីទាញយកអត្ថប្រយោជន៍ពីប្រវត្តិដ៏សម្បូរបែបនៃការគាំទ្រគ្នាទៅវិញទៅមករបស់តំបន់និងកេរ្តិ៍ឈ្មោះរបស់ភ្លុកដ៏ស័ក្តិសមជាគំរូលើឆាកអន្តរជាតិនិងទី3គឺវាជាឱកាសមួយសម្រាប់ថៃនិងកម្ពុជាដែលជាប្រទេសជិតខាងមានប្រវត្តិសាស្ត្ររួមគ្នារាប់សតវត្សរ៍មកហើយនោះបោះជំហានចេញពីការប្រឈមមុខដាក់គ្នានិងជ្រើសរើសសន្តិភាពមានហេតុផលដែលយើងមានទំនុកចិត្តកាលពី10ឆ្នាំមុនយន្តការផ្សះផ្សាដោយបង្ខំក្រោមច្បាប់សមុទ្រ UNCLOS បានដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសទីម៉ូខាងកើតនិងអូស្ត្រាលីដែលហាក់ដូចជាពិបាកដោះស្រាយពីមុនឡើយវិស្មាត្ររវាងរដ្ឋទាំងពីរគឺធំខ្លាំងអូស្ត្រាលីមានប្រជាជនសរុបច្រើនជាងទីម៉ូខាងកើត20ដងផលិតផលក្នុងស្រុកសរុបតែនាមធំជាង500ដងហើយការចំណាយយោធាវិញខ្ពស់ជាងប្រហែលដល់ទៅ1000ដងដោយប្រឈមមុខនឹងភាពមិនស្មើគ្នានោះទីម៉ូខាងកើតបានស្វែងរកជំនួយពីអ្នកជំនាញអន្តរជាតិដើម្បីដោះស្រាយភាពជាប់គាំងតាមរយៈយន្តការផ្សះផ្សាដោយបង្ខំដឹកនាំដោយអង្គការសហប្រជាជាតិឆ្ពោះទៅរកការឯកភាពគ្នាលើព្រំដែនសមុទ្រអចិន្ត្រៃយ៍ដំបូងឡើយអូស្ត្រាលីបានជំទាស់នឹងដំណើរការនេះប៉ុន្តែត្រឹមតែ2ឆ្នាំក្រោយមកសន្ធិសញ្ញាជាប្រវត្តិសាស្ត្រក៏ត្រូវបានចុះហត្ថលេខាឡើងសម្រាប់ទីម៉ូខាងកើតកិច្ចព្រមព្រៀងនេះគឺជាជោគជ័យដែលផ្លាស់ប្ដូរប្រទេសជាតិប៉ុន្តែអូស្ត្រាលីក៏បានសរសើរលទ្ធផលនេះផងដែរហេតុអ្វីដោយសារតែប្រទេសទាំងពីរបានយល់ព្រមអនុវត្តតាមនីតិរដ្ឋអន្តរជាតិមិនមែនការគ្រប់គ្រងរបស់អ្នកខ្លាំងលើអ្នកខ្សោយនោះទេលោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីកាលនោះបាននិយាយថាសន្ធិសញ្ញានេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ UNCLOS និងបង្ហាញពីរបៀបដែលច្បាប់អន្តរជាតិអាចឲ្យប្រទេសនានាដោះស្រាយជម្លោះរបស់ពួកគេដោយសន្តិវិធី
អ្វីដែលកើតឡើងនាពេលនោះផ្ញើសារដោយផ្ទាល់មកកាន់កម្ពុជានិងថៃនាពេលបច្ចុប្បន្នដំណើរការផ្សះផ្សាដោយបង្ខំរបស់ Honclose នឹងទាមទារឲ្យមានសេចក្តីពីភាគីទាំងសងខាងហើយវាក៏នឹងទាមទារឲ្យមានភាពស៊ីសង្វាក់គ្នានិងភាពជាក់ស្ដែងដែលអាចអនុវត្តបានផងដែរភាពស៊ីសង្វាក់គ្នាមានសារៈសំខាន់ណាស់ក្នុងករណីទីម៉័រខាងកើតប្រទេសអូស្ត្រាលីមានឱកាសគ្រប់យ៉ាងដើម្បីផ្អាកការចូលរួមរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការចរចាជាមួយទីម៉័រខាងកើតដែលត្រួតពិនិត្យដោយគណៈកម្មការផ្សះផ្សាប៉ុន្តែប្រទេសនេះមិនបានធ្វើដូច្នោះនោះទេដោយចូលរួមជាប់លាប់វិញជាលទ្ធផលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរបានប្រសើរឡើងហើយនៅទីបំផុតសន្ធិសញ្ញាព្រំដែនសមុទ្រក៏ត្រូវបានព្រមគ្នាសម្រេចឡើងភាពជាក់ស្ដែងដែលអាចអនុវត្តបានក៏មានសារៈសំខាន់ដូចគ្នាដែលចំនួនកម្ពុជាថៃមិនមែនគ្រាន់តែជាបញ្ហាផ្លូវច្បាប់នោះទេវាពាក់ព័ន្ធនឹងតំបន់សមុទ្រពិតប្រាកដនិងធនធានថាមពលដែលអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចនិងសន្តិសុខថាមពលនៅក្នុងប្រទេសទាំងពីរនិងនៅទូទាំងតំបន់ដំណើរការដែលពិភាក្សាគ្នាតែលើខ្សែបន្ទាត់របស់ផែនដីខណៈមិនដោះស្រាយបញ្ហាដែលនៅពីក្រោយខ្សែបន្ទាត់ទាំងនោះនឹងធ្វើឲ្យបញ្ហាសំខាន់មិនអាចដោះស្រាយបានប្រទេសកម្ពុជាមិនបានស្នើសុំឲ្យគណៈកម្មការផ្សះផ្សា Honclose ដាក់ចម្លើយឯកតោភាគីទេយើងកំពុងស្នើសុំឲ្យមានដំណើរការដោះស្រាយបញ្ហាតាមអ្វីដែលមាននោះគឺចំនួនព្រំដែនសមុទ្រដែលគេតែងតែភ្ជាប់ទៅនឹងបញ្ហាអភិវឌ្ឍធនធានថាមពលប្រកបដោយសន្តិភាពយើងទទួលស្គាល់ថាប្រទេសថៃមានផលប្រយោជន៍ជាតិកម្ពុជាក៏មានផលប្រយោជន៍ជាតិដែរច្បាប់អន្តរជាតិមិនតម្រូវឲ្យភាគីណាមួយបោះបង់ចោលផលប្រយោជន៍ទាំងនោះទេវាតម្រូវឲ្យភាគីទាំងពីរបន្តផលប្រយោជន៍ទាំងនោះដោយសន្តិវិធីដោយគោរពនិងក្នុងក្របខ័ណ្ឌដែលផ្អែកលើច្បាប់ការប្រាជ្ញាចិត្តដូចគ្នាចំពោះដំណោះស្រាយដោយសន្តិវិធីត្រូវតែពង្រីកដល់បញ្ហាព្រំដែនគោករួមរបស់យើងបច្ចុប្បន្នរវាងកម្ពុជានិងថៃនៅតែបន្តប៉ុន្តែវាមានភាពផុយស្រួយកម្ពុជានៅតែមានការព្រួយបារម្ភអំពីស្ថានភាពជាក់ស្ដែងក្នុងតំបន់របស់កម្ពុជាដែលថៃកំពុងកាន់កាប់ព្រំដែននិងអធិបតេយ្យឲ្យភាពមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងឬការបង្កើតស្ថានភាពផ្លាស់ប្ដូរថ្មីនៅនឹងកន្លែង Fait accompli នោះទេនៅលើដីគោកក៏ដូចជានៅលើសមុទ្រការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់អន្តរជាតិនិងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ដូចជាការសន្ទនាសេចក្តីស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមកគឺជាគន្លឹះក្នុងការធានាថាអធិបតេយ្យឲ្យភាពបូរណភាពទឹកដីនិងព្រំដែនអន្តរជាតិត្រូវបានគោរពកម្ពុជានៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមដោយសន្តិវិធីនិងយ៉ាងស៊ីសង្វាក់គ្នាជាមួយថៃលើបញ្ហាទាំងអស់ដែលយើងប្រឈមមុខទាំងនៅលើដីគោកនិងនៅលើសមុទ្រយើងមានយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តដូច្នេះដូចដែលដំណើរការហន់